របៀបបដូរភាសានៅក្នុង account Facebook ក៏ដូចជា Facebook page បាននៅព្រឹកនេះខ្ញុំបានអននៅ Facebook ក៏បានឃើញបងប្អូនយើងគាត់ឆ្លងថាហេតុអីបាន Facebook របស់គាត់សុកលោតទៅជាភាសាផ្សេងអញ្ចឹងណាដូចជាភាសាថៃភាសាវៀតណាមភាសាអង់គ្លេសអញ្ចឹងទៅទាំងជាក់ស្ដែងនៅ Facebook account របស់គាត់បានជាភាសាខ្មែរដែលគាត់បានលេងជាប្រចាំថ្ងៃអញ្ចឹងទេប៉ុន្តែហេតុអីបានសុកដូរទៅអញ្ចឹងហើយនៅត្រង់កន្លែងនេះខ្ញុំចង់បញ្ជាក់ថាភាសាទាំងអស់ហ្នឹងមិនថាភាសាអ្វីក៏ដោយគឺយើងអាចកំណត់បាននៅលើ Facebook ទេដោយវាមិនពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងក្រៅពី Facebook setting ទេបាទហើយនៅក្នុងនោះគឺយើងអាចកំណត់បានគឺយើងអាចបដូរបានគ្រប់ភាសាទាំងអស់នៅអ្វីដែលបងប្អូនចង់បានហើយអញ្ចឹងដើម្បីកុំឲ្យខាតពេល review ដើម្បីចង់ដឹងថាការដែលទៅកំណត់ភាសាឬក៏បដូរភាសាយ៉ាងណាទៅតាមការទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទតើបងប្អូនចូលមកកាន់ account Facebook ឬក៏ Facebook page របស់បងប្អូនបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរភាសាអញ្ចឹងឥឡូវយើងចូលមកកាន់ profile សិនមកដើម្បីខ្ញុំបង្ហាញដល់បងប្អូនសិនបាទនៅក្នុង profile របស់យើងគឺវា load នៅអក្សរថៃអញ្ចឹងដោយសារយើងជាប់នៅភាសាថៃហើយយើងអាចកំណត់បាននៅលើ setting អញ្ចឹងបងប្អូនមកតាមខ្ញុំមកដើម្បីទៅបោះភាសាហើយបងប្អូនទៅយកកន្លែង tray 3ឬក៏ menu បាទហើយបងប្អូនមកដល់កន្លែងនេះនឹងឃើញភាសាថៃជាច្រើនដោយសារយើងជាប់នៅភាសាថៃអញ្ចឹងណាហើយខ្ញុំបញ្ជាក់ខ្ញុំអត់ចេះភាសាថៃទេប៉ុន្តែខ្ញុំប្រាប់បងប្អូនឲ្យចំណាំបាទឥឡូវយើងយកមករូបកងចាក់ហើយបន្តមកបងប្អូនយកវងមូរូបមនុស្សអញ្ចឹងណាបាទបន្តមកទៀតបងប្អូន scroll ឡើងទៅលើបន្តិចដើម្បីទៅយករូបផែនដីដែលមានជាភាសាថៃគ្នាអញ្ចឹងបាទបន្តមកទៀតនៅកន្លែងហ្នឹងគឺជាកន្លែងដែលយើងកំណត់ភាសាហើយនៅក្នុងហ្នឹងគឺមានភាសាច្រើនណាគ្រប់ជាតិសាសន៍មានភាសាខ្មែរភាសាអង់គ្លេសភាសាថៃភាសាវៀតណាមឬក៏ភាសាផ្សេងអញ្ចឹងទៅឥឡូវខ្ញុំមកឧទាហរណ៍ដល់បងប្អូននៅភាសាខ្មែរមួយសិនបាទឥឡូវយើងទទួលបាននៅភាសាខ្មែរបន្ទាប់ពីយើងคลิกទៅលើភាសាខ្មែរគឺវាចេញនៅតម្រងជាភាសាខ្មែរអញ្ចឹងឥឡូវខ្ញុំបដូរនៅភាសាផ្សេងទៀតជាឧទាហរណ៍ដល់បងប្អូនឥឡូវយើងមកយករូបផែនដីដដែលហ្នឹងហើយខ្ញុំនឹងយកជាភាសាអង់គ្លេសតែម្ដងអញ្ចឹងខ្ញុំទៅយកកន្លែងនៃដាក់ភាសាថា English ជាភាសាអង់គ្លេសអញ្ចឹងវានឹង load ជាតម្រងភាសាអង់គ្លេសបាទអញ្ចឹងនៅកន្លែងនេះគឺយើងអាចផ្លាស់ប្ដូរភាសាអ្វីក៏បានដែរឥឡូវខ្ញុំបដូរភាសាមួយទៀតជាភាសាថៃដដែលហើយខ្ញុំចូលមករកផែនដីដដែលខ្ញុំទៅយកជាអក្សរថៃឬក៏ភាសាថៃអញ្ចឹងទៅឥឡូវខ្ញុំមករកស្វែងរកសិនបាទដោយសារកន្លែងនេះអក្សរវាស្រដៀងគ្នាមានអក្សរអារ៉ាប់អក្សរឥណ្ឌាអីខ្ញុំមិនសូវដឹងដែរបាទឥឡូវអូនេះខ្ញុំមិនឃើញជាភាសាថៃនេះអញ្ចឹងយើងគ្រាន់តែคลิกទៅលើអក្សរថៃហ្នឹងមកវានឹង load ទៅជាតម្រងភាសាថៃហើយបាទអញ្ចឹងឃើញទេបងប្អូនបាទហើយគ្រប់ភាសាទាំងអស់គឺយើងអាចផ្លាស់ប្ដូរនៅកន្លែង setting នឹងអញ្ចឹងឥឡូវដើម្បីអាចផ្លាស់ប្ដូរភាសាបានជាឧទាហរណ៍ដូចខាងដើមខ្ញុំមកយកជាភាសាខ្មែរដើម្បីជាឧទាហរណ៍ដើម្បីប្រៀបធៀបទៅនឹងខាងដើមភាសាខាងដើមវាជាប់ជាភាសាថៃឥឡូវបងប្អូនចាក់ចេញពីកម្មវិធីពីកន្លែង setting ហ្នឹងមកយើងចូលទៅកន្លែង profile របស់បងប្អូនពីដំបូងយើង load profile របស់យើងជាភាសាថៃឥឡូវបន្ទាប់ពីយើងផ្លាស់ប្ដូរជាភាសាខ្មែរហើយគឺវា load ជាភាសាខ្មែរតែម្ដងបងប្អូនបាទអញ្ចឹងការកំណត់ភាសានៅលើ Facebook setting គឺមានតែប៉ុណ្្នឹងទេ